បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកនិយាយបន្ថែមអំពីវិជ័យកម្មអញ្ចឹងបងប្អូនបានដឹងស្រាប់ហើយខ្ញុំបានលើកជាវីដេអូខ្លីៗដើម្បីបង្ហាញទៅកាន់បងប្អូនថារាល់ការនិយាយទាំងអស់គឺមាន4អញ្ចឹងទី1តកតងមួយការកុហកអញ្ចឹងយើងចែកអង្គអស់ហើយតាំងពីកុហកញុះញង់ជេរបតិចនិងនិយាយររីអប្រយោជន៍អញ្ចឹងបងប្អូនចូលសង្កេតមើលរាល់ការនិយាយរបស់បងប្អូនទាំងអស់តើស្ថិតនៅក្នុងសកម្មភាពមួយណាតែការនិយាយនោះជាពាក្យកុហកឬមួយក៏និយាយជាលក្ខណៈញុះញង់ឬមួយក៏ជេរបតិចឬមួយក៏និយាយររីអប្រយោជន៍អញ្ចឹងបើសិនជាបងប្អូនធ្វើនៅគ្រប់អង្គមួយនៃសិក្ខាបទទាំង4នេះហើយបានន័យថាណាមួយបានន័យថាឧទាហរណ៍ថាបើសិនជាបងប្អូនដាច់នៅសិក្ខាបទមុសាវាទអញ្ចឹងលុះត្រាតែគ្រប់ទាំងអង្គ4ឬមួយក៏បងប្អូននិយាយពាក្យញុះញង់អញ្ចឹងលុះត្រាតែគ្រប់អង្គ4ដូចគ្នាអញ្ចឹងបើសិនជាអត់គ្រប់នៅអង្គណាមួយនៃសិក្ខាបទទាំងអស់នោះទេបានន័យថាបងប្អូនមិនបានដាច់នៅវិជ័យកម្មណាមួយឡើយបើសិនជាបងប្អូនធ្វើមិនគ្រប់អង្គ